បងប្អូនធ្លាប់ឃើញរូបថតសខ្មៅនិងអាចកំបាំងដែលគួរឲ្យព្រឺព្រួចនឹងអត់នេះគឺជាកាតប៉ូស្តាល់ដែលបារាំងបានថតកាលពីជាង100ឆ្នាំមុនបងប្អូនពួកគេបានសរសេរចំណងជើងនៅខាងក្រោមរូបភាពនេះថាព្រះពុទ្ធរូបដ៏ធំសម្បើមនៅកណ្ដាលព្រៃជ្រៅបងប្អូនគិតថារូបព្រះពុទ្ធដ៏ធំសម្បើមនេះនៅកណ្ដាលព្រៃជ្រៅពិតមែនដែរឬទេប៉ុន្តែបើសិនជាបងប្អូនដឹងទីតាំងពិតនោះបងប្អូនពិតជាភ្ញាក់ផ្អើលការពិតព្រះពុទ្ធរូបដ៏ធំនេះមិនបាននៅកណ្ដាលព្រៃជ្រៅទេបងប្អូនគឺទ្រង់គង់នៅវត្តទេប្រណមក្នុងបរិវេណអង្គរធំខេត្តសៀមរាបយើងនឹងឯងបងប្អូនមូលហេតុបារាំងសរសេរថារូបនេះនៅកណ្ដាលព្រៃជ្រៅព្រោះបារាំងមិនដែលគិតថាទីនេះគឺជាទីក្រុងដ៏ធំបំផុតលើពិភពលោកនោះទេបងប្អូននឹងធ្លាប់ជាទីកន្លែងដ៏រុងរឿងហើយមនុស្សម្នាប្រជុំជនខ្លាំងបំផុតក៏ធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្វីដែលគួរឲ្យស្ញប់ស្ញែងនិងព្រឺព្រួចបំផុតនោះគឺរូបព្រះពុទ្ធដែលធ្វើអំពីថ្មភក់នេះមានអាយុកាលរហូតដល់ជិត1000ឆ្នាំបងប្អូនដែលសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី7ជាស្ដេចដែលមានឫទ្ធិអំណាចបារមីនិងមានចិត្តសប្បុរសបំផុតនៅក្នុងសតវត្សទី12ទ្រង់បានគង់នៅទីនោះឆ្លងកាត់សង្គ្រាមព្យុះភ្លៀងការផ្លាស់ប្ដូរសម័យកាលនិងការបោះបង់ចោលនៅក្នុងព្រៃរាប់រយឆ្នាំរហូតមកដល់បច្ចុប្បន្ននេះពីព្រះពុទ្ធរូបដែលស្ទើរតែបាត់បង់នៅក្នុងព្រៃคล้ายទៅជាទីគោរពសក្ការៈដ៏មានបារមីតើបងប្អូនណាខ្លះធ្លាប់បានបន់ស្រន់នៅទីនោះសូមជួយខមមិនប្រាប់ផងតែសូមកុំភ្លេចណាបងប្អូនជួយ follow page របស់ខ្ញុំបាទម្នាក់មួយផងដើម្បីបានដឹងរឿងរ៉ាវប្លែកៗនៅថ្ងៃក្រោយទៀតសូមអរគុណ